ជាមិនត្រឹមតែកំពុងទទួលរងការវាយប្រហារលើដែនដីរបស់ខ្លួនប៉ុណ្ណោះទេកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏កំពុងរងរបួសដោយសកម្មភាពដ៏សាហាវយង់ឃ្នងរបស់យោធាថៃនិងរដ្ឋាភិបាលថៃគេឈ្លានពានយើងគេថាគេការពារខ្លួនពីការគំរាមកំហែងរបស់យើងគេឈ្លានពានយើងគេតាក់តែងរឿងថ្មីថាគេបង្ក្រាប scam online គេឈ្លានពានយើងគេឲ្យយើងប្រកាសឈប់បាញ់មុនជាឯកតោភាគីនេះគឺជាអយុត្តិធម៌3ត្រួតចាប់បង្ខិតត្រួតចាប់បង្ខំឲ្យប្រទេសតូចមួយទទួលយកការបន្លំបោកប្រាស់ដើម្បីលួងលោមប្រទេសធំនេះគឺជាការពិតដ៏ឃោរឃៅនៃនយោបាយអន្តរជាតិយុត្តិធម៌មិនកើតឡើងដោយស្វ័យប្រវត្តិសម្រាប់អ្នកដែលទុនខ្សោយនោះទេយើងនិយាយការពិតតែម្នាក់ឯងមិន